បាទជិតសួរពុកម៉ែបងប្អូនអ្នកផលិតដំណាំស្រូវនោះគ្នាបាទថ្ងៃនេះខ្ញុំសូមមើលការបង្ហាញស្រែរបស់បងវ៉ុនដែលគាត់បានប្រើប្រាស់រូបមន្តសេះបកង់របស់យើងតាំងពីលើកទី1រហូតដល់គាត់បានបាញ់ប្រូផ្លិចជាមួយនឹងបកក្លោហើយបាទនេះលទ្ធផលក្រោយបាញ់ប្រូផ្លិចបកក្លោបាទឃើញដងដើមចាប់ដើមរៀងហាប់រីកហើយបាទរីកដើមហើយយើងបាញ់បកក្លោដើម្បីឲ្យវាហាប់កាត់បន្ថយការដួលបាទព្រោះយើងដឹងច្បាស់ហើយតើទៅនឹងការដួលកាលណាយើងដួលយើងបាត់ទិន្នផលជុំវិញ40% បាទចឹងនេះទិដ្ឋភាពស្រែរបស់គាត់ដែលបានអនុវត្តបច្ចេកទេសសេះបកង់បាទអរគុណសម្រាប់ការតាមដានវីដេអូនេះបាទ